សួស្តីប្រិយមិត្តម្នាក់ស្ដាប់ក្នុងនិងក្រៅប្រទេសជាទីស្នេហាថ្ងៃនេះដែរខ្ញុំបាទសូមលើកយករឿងនិទានខ្មែរមកតែជូនម្នាក់ស្ដាប់គឺរឿងវិញ្ញាណខ្មោចគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ2ពីភ្នំពេញទៅតាកែវមានកន្លែងមួយដែលអ្នកដំណើរជាច្រើនហៅថាស្ពានជើងកប់ពេលថ្ងៃវាហាក់ដូចធម្មតាប៉ុន្តែពេលយប់ប្រលប់ប្រាំងអាកាសធាតុក្តៅត្រជាក់ធ្វើឲ្យខ្យល់បក់ស្លឹកឈើឮសូរស្រល់ដូចសំឡេងមនុស្សស្រែកហៅអ្នកដំណើរឲ្យជួយអញ្ចឹងនៅប៉ុន្មានខែមុនមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើស្ពានគ្រោះថ្នាក់ដែលមិនអាចភ្លេចណៃបឿនជាបរិសវ័យកណ្ដាលមុខរឹងមាំជាមនុស្សកាចសាហាវយប់មួយគាត់បើកម៉ូតូលឿនលើសកំណត់ខណៈពេលភ្លៀងធ្លាក់លើផ្លូវរអិលពន្លឺភ្លើងរថយន្តបាញ់ចំភ្នែកគាត់ធ្វើឲ្យគាត់បាត់បង់ការគ្រប់គ្រងហើយក៏បុកជាមួយរថយន្តដឹកទំនិញមកពីខាងផ្សារទំលប់ទៅភ្នំពេញសំឡេងបុកលាន់ដោយរន្ទះបាញ់ផ្អើលគេផ្អើលឯងទាំងយប់ពេលនោះដែរគាត់ក៏បានដួលទៅបុកក្បាលទៅលើផ្លូវបណ្ដាលឲ្យមួនឈាមហូរលាយទឹកភ្លៀងមនុស្សមកជួយយឺតពេកណៃបឿនស្លាប់នៅទីនោះដោយភ្នែកបិទមិនជិតឡើយដូចជាមិនព្រមទទួលយកសេចក្តីស្លាប់របស់ខ្លួនតាំងពីថ្ងៃនោះមកគេនិយាយថារាល់ម៉ោង12យប់នឹងឮសំឡេងម៉ូតូបើកលឿនប៉ុន្តែមិនឃើញអ្នកបើកនៅយប់មួយអ្នករត់តាក់ស៊ីនិងអ្នកដំណើរសំយំមួយគ្រឿងដោយបានធ្វើដំណឹងឲ្យឆ្លងកាត់ផ្លូវនេះទាំងយប់ណៃរុនជាអ្នករត់តាក់ស៊ីពីភ្នំពេញទៅតាកែវគាត់មានប្រពន្ធឈ្មោះអ៊ីអូនដែលកំពុងមានផ្ទៃពោះ7ខែជីវិតគាត់ពឹងផ្អែកលើការរត់យប់ព្រោះអ្នកដំណើរច្រើនយប់មួយខ្យល់បក់ត្រជាក់ខ្លាំងណៃរុនបើកឡានឆ្លងកន្លែងគល់ស្ពានដែកស្រាប់តែគាត់ឃើញបុរសម្នាក់ឈរនៅជីផ្លៃពាក់អាវសប្រឡាក់ដូចស្នាមទឹកបងជួយដឹកខ្ញុំទៅតាកែវផងសំឡេងស្រាលតែសូរដូចឆ្ងាយណាស់ណៃរុនមិនគិតច្រើនទុកចិត្តថាជាអ្នកដំណើរធម្មតាបុរសនោះអង្គុយខាងក្រោយក្លិនត្រជាក់បំផុតរៀលដាលក្នុងឡានតាមកញ្ចក់មើលក្រោយមុខបុរសនោះស្រពោនស្នាមឈាមជាប់ត្រង់ចិញ្ចើមភ្នែកគាត់មើលត្រង់មុខណៃរុនដោយមិនជ្រៀងភ្នែកសោះបងបើកលឿនបន្តិចបានទេខ្ញុំយឺតហើយសំឡេងនោះបញ្ចេញជាមួយខ្យល់ត្រជាក់បក់តាមកណៃរុនចាប់ផ្ដើមមានអារម្មណ៍ចម្លែកប៉ុន្តែក៏បន្តបើកទៅពេលឈានដល់គល់ស្ពានភ្លើងឡានភ្លឹបភ្លែតម៉ាស៊ីនរលត់ណៃរុនបើកទ្វារចុះពិនិត្យពេលត្រឡប់មកវិញកៅអីខាងក្រោយទទេតែទ្វារមិនដែលបើកឡើយសំឡេងស្រែកឆក់ចិត្តលាន់ពីក្រោយឡានខ្ញុំស្លាប់ទីនេះការតាមលងរបស់វិញ្ញាណខ្មោចណៃបឿនឲ្យគ្រប់គ្នាភ័យខ្លាចតាំងពីយប់នោះមកណៃរុនចាប់ផ្ដើមឃើញរូបបុរសនោះជារៀងរាល់យប់ពេលខ្លះឃើញនងកញ្ចក់ប៉ុន្តែពេលងាកមកវិញគ្មានអ្វីពេលខ្លះស្ដាប់ឮសំឡេងម៉ូតូបើកចិត្តឡានរបស់គាត់តោះផ្លៃទំនេរអ៊ីអូនចាប់អារម្មណ៍ថាប្តីមើលទៅស្លេកស្រក់ទម្ងន់បងមានរឿងអីមុខបងមិនសូវល្អទេណៃរុនមិនចង់ឲ្យប្រពន្ធបារម្ភប៉ុន្តែយប់មួយអ៊ីអូនក៏ឃើញដោយភ្នែកខ្លួនឯងនៅម៉ោង7អាធ្រាត្រអ៊ីអូនឈររងចាំប្តីមុខផ្ទះនាងឃើញបុរសម្នាក់ឈរពីក្រោយឡានណៃរុនខ្យល់បក់អាយគាត់ហោះឡើងបង្ហាញស្នាមរបួសលើទ្រូងពេលណៃរុនឈប់ពីឡានបុរសនោះបាត់ទិយដូចអសមុទ្រអ៊ីអូនស្រែកយំភ័យនាងនិយាយថាបងខ្ញុំឃើញមនុស្សម្នាក់ឈរពីក្រោយឡានបងណៃរុនដឹងភ្លាមថាវាមិនមែនជាការស្រមៃទេយករំលងពីដៃបានមកដល់គ្រូមន្តអាគមព្រឹកថ្ងៃបន្ទាប់ពួកគេទៅរកលោកតាយេនគ្រូមន្តអាគមល្បីក្រុមភូមិព្រៃបាយស្រុកកណ្ដែតខេត្តតាកែវលោកតាយេនជាបរិសវ័យចាស់សំឡេងធ្ងន់សក់សហើយភ្នែកស្រឡះដោយដឹងអ្វីៗទាំងអស់លោកតាយេនបិទភ្នែកសូត្រមន្តមិនទាន់នឹងបញ្ចប់ផងទៀនលើតុករលត់ដោយខ្យល់មានទិសវិញ្ញាណនេះគឺណៃបឿនគាត់ស្លាប់ដោយគ្រោះថ្នាក់ចិត្តគាត់ពោពេញដោយការខឹងនិងស្ដាយក្រោយគាត់មិនដឹងថាខ្លួនស្លាប់ហើយទេគាត់ចង់ឲ្យអ្នកណាម្នាក់ជំនួសគាត់លើផ្លូវនោះអ៊ីអូនញ័រទ្រូងតើយើងត្រូវធ្វើអ្វីលោកតាយើងត្រូវធ្វើពិធីនៅកន្លែងគាត់ស្លាប់មុនថ្ងៃប្រច័ណ្ឌពេញវង្សបើមិនដូច្នោះទេវិញ្ញាណនឹងយកជីវិតណៃរុនជំនួសគាត់វិញយប់រំលងអាធ្រាត្រក៏មកដល់លោកតាយេនធ្វើពិធីបង្ក្រាបវិញ្ញាណយប់ប្រច័ណ្ឌពេញវង្សពួកគេទៅគល់ស្ពានដែកនោះខ្យល់បក់ស្លឹកឈើរញ្ជួយដូចសំឡេងកងទ័ពខ្មោចលោកតាយេនរៀបចំតុបូជាមានទៀនអំបិលខ្សែសេមានិងទឹកអំអល់បុរាណម៉ាំង12យប់ក៏មកដល់សំឡេងម៉ូតូលន់ឡើងវិញរូបណៃប្លេងបង្ហាយតួមុខខូចខាតដៃឈាមហូរខ្ញុំមិនចង់ស្លាប់
ខ្ញុំត្រីតែទេតាកែវវាស្រែកដោយមនុស្សជាប់គុកលោកតាយេនសូត្រមន្តខ្លាំងឡើងខ្យល់បក់ជុំវិញដោយព្យុះតូចទៀនភឺខ្លាំងម្ដងចុងក្រោយហើយរូបនោះរលាយទៅជាអសមុទ្រសំឡេងម៉ូតូបាត់ជាមួយខ្យល់បន្ទាប់ពីភាពងងឹតបានរលាយបាត់បង់តាមខ្យល់អស់ទៅហើយក្រោយពិធីនៃរុនមិនឃើញអ្វីចម្លែកទៀតផ្លូវនោះក៏ស្ងប់ស្ងាត់វិញអ៊ីអូនសម្រាលកូនប្រុតម្នាក់ដោយសុខសាន្តពួកគេដាក់ឈ្មោះកូនថាសុវណ្ណបឿនដើម្បីឲ្យវិញ្ញាណនៃបឿនបានស្ងប់ចិត្តតែអ្នកភូមិនិយាយថាពេលខ្លះនៅថ្ងៃភ្លៀងឬសំឡេងម៉ូតូឆ្លងផ្លូវឆ្ងាយប៉ុន្តែមិនឃើញអ្នកបើកគេថាប្រសិនបើអ្នកបើកបរលឿនលឿនពេលយប់អ្នកអាចឃើញបុរសម្នាក់ឈរនៅជីផ្លូវស្នាមឈាមត្រង់ចិញ្ចាមហើយសំឡេងស្រាលនិយាយថាបងជួយដឹកខ្ញុំទៅតាកែវផងចប់ដោយអត្ថកម្បាំងនិងការប្រុងប្រយ័ត្នកុំបើកបរលឿនលឿនព្រោះផ្លូវមិនត្រឹមតែមានមនុស្សរស់ទេយើងខ្ញុំសូមអរគុណរាល់ការតាមដានស្ដាប់របស់ប្រិយមិត្តក្នុងនិងក្រៅប្រទេសជាទីស្នេហាចុងក្រោយសូមឲ្យបងប្អូនជួយចុច follow page និង subscribe YouTube របស់ខ្ញុំម្នាក់មួយផងសូមអរគុណ